របៀបកំណត់ setting ក្នុង app Amplify បាទដើម្បីងាយស្រួលក្នុងការមើលផ្សាយអញ្ចឹងណាខេមុននឹងចូលដល់វីដេអូនេះកុំភ្លេចចុច like subscribe channel YouTube អ្នកមួយផងឥឡូវមកឲ្យខាពេលហើយយើងចូលទៅក្នុង setting មកនេះហើយនេះយើងយកពាក្យថា chat នេះមកនេះខេបាទហើយវានឹងចេញចេះបាទសម្រាប់គ្នាណាដែលគាត់អត់តស្រីអញ្ចឹងណាឥឡូវយើងធ្វើការស្រីតាមខ្ញុំមកនៅបាទគ្នាគាត់ធ្វើការស្រីតាមខ្ញុំអញ្ចឹងមកបាទគឺនឹងធានាថាស្រួលមើលផ្សាយជាងមុនអញ្ចឹងណាខេបាទហើយអ្នកដែលមកថ្មីកុំភ្លេចចុច like subscribe channel YouTube អ្នកមួយផងនេះឥឡូវយើងចេញមកវិញមកខេយើងចេញមកវិញមកយកមកកន្លែងឆាតនេះមកនេះគឺវានឹងមានខ្សែពីរនេះបាទគឺមានពណ៌ខៀវនិងពណ៌ក្រហមនេះយើងបាទអូខេបាទគឺវាស្រួលមើល spread អញ្ចឹងណាហើយសម្រាប់យើងណាដែលចង់បាន broker ដែលមានសមត្ថភាពខ្ពស់ក៏ដូចជា leverage ខ្ពស់យើងអាច join channel Telegram ខាងក្រោមមកនេះយើងខ្ញុំនឹងដាក់ link នៅខាងក្រោម description ហ្នឹងនេះយើងហើយគ្នាកុំភ្លេច subscribe channel YouTube ហ្នឹងអ្នកមួយផងនេះខ្ញុំនឹងចេញវីដេអូថ្មីៗអំពីtip ខ្លះៗមួយចំនួនក្នុងការ trade ទៀតអញ្ចឹងណាដូចជា setting ហើយនឹងវីដេអូក្រោយខ្ញុំនឹងចេញជាមួយនឹង indicator នេះ